អ្នកទាំងអស់គ្នាសម្រាប់សិស្សានុសិស្សដែលក៏ខ្ជិលក៏អត់ដឹងថារៀនពីអីអត់ដឹងចាប់ផ្ដើមពីណាទៅណាហ្នឹងមិនមែនគាត់អត់ចង់ទេតែដោយសារតែគាត់អត់មានគោលដៅអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់មានគោលដៅហើយអ្នកទាំងអស់គ្នាអត់ដឹងថាត្រូវដើរទៅណាថ្ងៃនេះទៅធ្វើអីខែនេះទៅធ្វើអីទេអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់ប្រាប់ពីបទពិសោធន៍របស់ខ្ញុំកាលនៅរៀនមិនថាតែនៅរៀនទេសូម្បីតែធ្វើការក៏ដូចគ្នាដែរគឺយើងទាំងអស់គ្នាត្រូវតែមានគោលដៅតែគោលដៅហ្នឹងគឺជាគោលដៅដែលគិតថាយើងចង់សម្រេចបានហើយយើងត្រូវគិតគោលដៅឲ្យធំមានខ្ពស់ទីទៅដើម្បីឲ្យយើងខំប្រឹងធ្វើការងារបើខ្ញុំឧទាហរណ៍មួយឧទាហរណ៍ថាខ្ញុំជាសិស្សឧទាហរណ៍ដល់ថ្នាក់ទី10 11 12អញ្ចឹងទៅគោលដៅយើងឧទាហរណ៍ថាចង់បាននិទេស A អញ្ចឹងយើងដាក់គោលដៅយើងចង់បាននិទេស A មកបានតែសេលើកតាឬក៏ប្រាប់ខ្លួនឯងអាសាប្រាប់ខ្លួនឯងអត់ចាំថាយើងចង់បានអីគឺចង់បាននិទេស A ទៅបាទឬក៏បើសិនជាយើងអត់តន់គិតដល់នងភ្លាមទៅគឺយើងគិតនៅក្នុងថ្នាក់របស់យើងប្រចាំខែរបស់យើងឆមាសរបស់យើងយើងតែប្រាប់ខ្លួនឯងទៅអូខេខែនេះគឺយើងចង់បានអីចង់បាននិទេសល្អបង្គួរឬមធ្យមឬក៏ខ្សោយឬក៏អីបាទហើយខ្ញុំឃើញភាគច្រើនតកតងជាមួយនឹងសិស្សគឺគាត់អត់សូវមានថាមានគោលដៅខ្ពស់ទេគាត់គិតមកគាត់ថាអូខេរៀនតែមកជាប់បានទេណែអត់ចង់បានច្រើនទេសុំតែមកជាប់ទៅបានទេអញ្ចឹងនៅពេលដែលយើងនិយាយប្រាប់ខ្លួនឯងថាយើងចង់បានតែមកជាប់ហ្នឹងណាវាធ្វើឲ្យយើងអត់សូវខំប្រឹងមែនទេរៀនក៏បានអត់ក៏បានអញ្ចឹងវាធ្វើឲ្យយើងខ្ជិលអត់ដឹងថាយើងទៅធ្វើអីដោយសារតែយើងចង់បានតែមកជាប់តែបើសិនជាយើងដាក់គោលដៅខ្ពស់តែចង់បាននិទេសល្អនិទេស A ចង់ចប់លេខ1អញ្ចឹងគឺយើងនឹងខំឲ្យដូចអ្នកចប់និទេស A ឲ្យដូចជាអ្នករៀនបានលេខ1អញ្ចឹងដែរអញ្ចឹងអានេះគឺជាការគិតរបស់យើងណាអញ្ចឹងបើសិនជាយើងគិតបែបវិជ្ជមានគឺសកម្មភាពរបស់យើងក៏ជាសកម្មភាពវិជ្ជមានដែរហើយបើយើងគិតបែបអវិជ្ជមានទេសកម្មភាពរបស់យើងក៏ជានឹងបែបហ្នឹងដែរអញ្ចឹងគ្រាន់តែការគិតមួយវាធ្វើឲ្យយើងសម្រេចគោលដៅសឹងតែ 50% បាត់ហើយពេលដែលយើងគិតពេលដែលយើងមានគោលដៅគឺយើងដឹងថាស្អែកឡើងគឺយើងទៅធ្វើអីហើយបើយើងអត់គោលដៅទេយើងអត់ដឹងថាស្អែកឡើងទៅធ្វើអីទេអញ្ចឹងសរុបមកវិញអ្នកនរគ្នាគួរតែសរសេរគោលដៅខ្លួនឯងបាទអាចថាគោលដៅប្រចាំថ្ងៃក៏បានណាគោលដៅប្រចាំខែក៏បានណាឬក៏គោលដៅប្រចាំឆ្នាំអញ្ចឹងទៅដើម្បីឲ្យអ្នកទាំងអស់គ្នារំលឹកខ្លួនឯងថាតើខ្លួនឯងនឹងត្រូវធ្វើអីបាទអញ្ចឹងឧទាហរណ៍បើយើងធ្វើប្រចាំថ្ងៃអញ្ចឹងថ្ងៃហ្នឹងតើយើងគួរសម្រេចអីបាទធ្វើលំហាត់ប្រហែលលំហាត់បាទទន្ទិញមេរៀនប្រហែលសំណួរប្រហែលមេរៀនអញ្ចឹងទៅអញ្ចឹងបើសិនជាយើងសម្រេចអានឹងបានណាយើងដឹងតែក្រោកឡើងយើងដឹងតែយើងត្រូវធ្វើអីហើយអញ្ចឹងដើម្បីកំណត់គោលដៅនឹងចេញតែទាំងអស់គ្នាទីប៊ិចទីកដាមកទីប៊ិចកដាឬក៏សភៅអីមកហើយអ្នកទាំងអស់គ្នាទៅសេដាក់ចូលសភៅចូលកដាហ្នឹងទៅថាតើអ្នកទាំងអស់នេះចង់បានអីទី1គោលដៅវែងគោលដៅខ្លីអញ្ចឹងទៅបាទចង់បានអីចង់បានខែនេះជាប់លេខ1ចង់បានឆ្នាំនេះជាប់និទេស A បាទសរសេរហ្នឹងសម្រាប់តមិនទេគឺយើងសរសេរពីប្រចាំខែតើខែនេះយើងចង់សម្រេចបានអីឬក៏ថ្ងៃនេះយើងចង់សម្រេចបានអីអញ្ចឹងមានថាយើងលិះសកម្មភាពប្រចាំថ្ងៃមកថាតើស្អែកនេះខ្ញុំចង់សម្រេចគោលដៅអីគេបាទធ្វើលំហាត់បានលំហាត់អីចឹងទៅយើងសរសេរចូលហើយគឺយើងធ្វើការងារមានថាយប់ឡើងគឺយើងអានព្រលឹមឡើងក៏យើងអាចអានបន្ថែមទៀតដែរដើម្បីដឹងខ្លួនឯងតើយើងគួរធ្វើអីបន្ទាប់ពីចប់មួយថ្ងៃនឹងហើយគឺយើងត្រឡប់ទៅមើល reflection ខ្លួនឯងវិញបាទឆ្លុះកញ្ចក់ខ្លួនឯងវិញថាមួយថ្ងៃនេះយើងបានសម្រេចអាហ្នឹងអត់ចាំបើសិនជាសម្រេចហើយមានន័យថាគឺគោលដៅរបស់យើងបានជោគជ័យបាទហើយអ្នកទាំងអស់គ្នាគោលដៅហ្នឹងអ្នកទាំងអស់គ្នាត្រូវចងចាំរហូតហើយរំលឹកខ្លួនឯងរហូតហើយបានអញ្ចឹងពេលខ្លះអ្នកគាត់ចង់ដែរប៉ុន្តែចង់តែតែមួយឆាអញ្ចឹងដល់ពេលចង់មួយឆាគាត់ធ្វើបានតែមួយថ្ងៃពីរថ្ងៃគាត់ឈប់ហើយអញ្ចឹងកុំព្យាយាមធ្វើបែបហ្នឹងគឺយើងព្យាយាមចាំរហូតមើលរាល់ថ្ងៃពិនិត្យរាល់ថ្ងៃតើយើងគោលដៅរបស់យើងធ្វើអីបាទចង់បានអីរំលឹករហូតដើម្បីឲ្យយើងក្រោកឡើងគឺយើងដឹងថាអូខេយើងចង់ធ្វើអីសម្បីតែពេលតនេក៏យើងអត់ចង់ធ្វើអីដែលខាតប្រយោជន៍ដែរគឺយើងធ្វើនៅសកម្មភាពដែលយើងបានក្រុងទុកឆ្ងានេះគឺជាអ្វីដែលខ្ញុំថតជួបបបិសោតហើយខ្ញុំតែងតែធ្វើវារហូតមិនថាការនៅរៀនមិនថាការប្រឡងដែរហៅក៏មិនថាការធ្វើការងារបើសិនយើងដាក់គោលដៅខ្លួនឯងគឺប្រសិទ្ធភាពការងាររបស់យើងគឺបានខ្ពស់ច្រើនទេអញ្ចឹងថ្ងៃនេះក៏ខ្ញុំមានតែប៉ុណ្្នេះហើយបើសិនជាអ្នកទាំងគ្នា
ចូលចិត្តជួយ like ជួយ subscribe មកផងបាទហើយអរគុណជួបគ្នាវីដេអូក្រោយបាយ